អូនតែមាញ់ធម្មជាតិនេះតែខ្ញុំញ៉ាំជារៀងរាល់ថ្ងៃខ្ញុំឃើញថាវាបានផលហើយខ្ញុំចង់យកមកចែករំលែកបងប្អូនបើសិនជាបងប្អូនមានអារម្មណ៍ថាភ្នែកខ្សោយបាននៃសវាំងអាសាឈឺបរិវេណភ្នែកអាសាឈឺក្បាលហើយមួយទៀតខ្សោយការចងចាំអញ្ចឹងវិធីហ្នឹងគឺស្រួលទេបងប្អូនគ្រាន់តែមានការ៉ុតបើសិនជាការ៉ុតធំកន្លះផ្លែឬក៏មួយផ្លែហើយយើងបន្ថែមជាមួយក្រូចចាក្រូចហ្នឹងគឺអាក្រូចខ្វិចរបស់យើងហ្នឹងណាហើយមួយទៀតគឺយើងបន្ថែមជាមួយចេកបងប្អូនលៃបរិមាណតាមហ្នឹងទៅបើសិនជាញ៉ាំម្នាក់ឯងឬពីរនាក់អាចដាក់បរិមាណហ្នឹងបានតែញ៉ាំគ្នាច្រើនយើងដាក់ច្រើនតាមហ្នឹងទៅហើយបងប្អូនចង់បន្ថែមទឹកឃ្មុំក៏បានអត់ក៏បានហើយយើងចាក់បាននេះយើងយកទឹកឆ្អិនឬក៏ទឹកសុទ្ធអាកាឡាំងយកមកដាក់បន្ថែមទៀតហើយយើងញ៉ាំពេលពូតេបងប្អូនគឺបានផលមែនទេហើយសំខាន់មួយទៀតគឺជួយស្បែកស្អាតសុខភាពល្អហើយជួយកម្លាំងពេលយើងធ្វើការងារគឺអត់ងាយហត់ទេហើយចុងក្រោយនោះគឺអាចជួយសរសៃឈាមរបស់យើងក៏ដើរស្រួលបានល្អដែរហើយកម្លាំងមួយទៀតគឺបានមកពីចេកគឺយើងបានជួយមកសាច់ដុំទៀតបងប្អូនដឹងថានៅក្នុងទឹកផៃជែកហ្នឹងគឺសម្បូរទៅដោយវីតាមីន A វីតាមីន C វីតាមីន B នៅក្នុងហ្នឹងអញ្ចឹងកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណាអរគុណហើយក្នុងនោះក៏យើងអាចជំនួសដោយប្រភេទវីតាមីនបានដែរពីព្រោះនៅក្នុងវីតាមីនរបស់យើងនេះក៏អាចជួយសរសៃឈាមបេះដូងបានល្អដែរអញ្ចឹងហើយនៅក្នុងនោះគឺចម្រុះទៅដោយវីតាមីនជាតិដែកកាល់ស្យូមម៉ាញ៉េស្យូមពពួក B1 B6 B12 គឺចម្រុះនៅក្នុងនោះទាំងអស់ហើយបងប្អូនញ៉ាំតែមួយថ្ងៃមួយគ្រាប់គឺបានផលមែនទែនហើយវីតាមីននេះគឺខ្ញុំញ៉ាំជារៀងរាល់ថ្ងៃហើយមួយទៀតបងប្អូនដែលតែងសួរថាម៉េចមួយរយៈនេះខ្ញុំស្រកគីឡូដោយសារខ្ញុំព្យាយាមញ៉ាំវីតាមីនជាប់ខ្ញុំធ្វើរបបអាហារខ្ញុំថយពពុះដូចជាម្សៅដូចជាបាយសខ្ញុំថយមួយចំនួនដែរអញ្ចឹងខ្ញុំឃើញលទ្ធផលថាខ្ញុំអាចស្រកគីឡូប៉ុន្តែគីឡូស្រកតិចតួចមែនតែយើងមើលខាងក្រៅមកមានអារម្មណ៍ថាដូចស្រកខ្លាំងដោយសារយើងស្រកតាមបែបធម្មជាតិបងប្អូនអរគុណ